រឿងកូន4នាក់មិនបំរើឪពុកក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានក្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពួកម៉ាយពុំយកប្រពន្ធទៀតទេនៅជាមួយនឹងកូនប្រុសអស់មួយឆ្នាំមានការលំបាកដោយខ្វាត់ស្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែទាំរបស់ទ្រព្យកំពេចកំពុកក្នុងផ្ទះគាត់ក៏រៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសារស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែកឲ្យដេចស្រឡះទៅកូនច្បងរួចទៅលុះរំលងមួយឆ្នាំក្រោយមកទៀតគាត់រកប្រពន្ធឲ្យកូនទី2ចែកទ្រព្យមួយចំណែកឲ្យដូចគ្នាតមកក៏រៀបការកូនទី3ចែកទ្រព្យមួយចំណែកឲ្យទៀតលុះដល់ឆ្នាំជាគម្រប់4ក៏រៀបការឲ្យកូនទី4ចែកទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកក៏ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យរបស់ឲ្យអស់រលីងពីខ្លួនដូច្នេះមកពីគិតថាឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់ប៉ុន្តែកម្រិតគាត់គិតនេះខុសស្រឡះការដែលគាត់នៅជាមួយកូនប្រុស4នាក់កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដាល់បែកចិត្តគំនិតពីឪពុកនឹងបងប្អូនឡើយលុះបានប្រពន្ធមករៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្គៀបរមាស់បន្តិចទាស់នេះបន្តិចទាស់នោះក៏ញ៉ាំគ្នាចុះចេញពីផ្ទះកំណើតទៅរកសង់ផ្ទះនៅទីតីពីគ្នាទាំងអស់ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាធាការកូនទាំង4នាក់ទៅនឹងចុះចេញពីផ្ទះឪពុកទើថ្មីនៅហុចបាយហុចចំណីតាឪពុកបន្តិចបន្តួចរាល់ថ្ងៃលុះមានកូនឆៃគ្រប់គ្នាជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនឹងអាចមានកូនឆៃផងក៏បង្អង់ជួនបាយទឹកឪពុកខ្មែកដោយមេខ្លះគិតថាប្រហែលប្អូនគេឲ្យហើយមេខ្លះគិតថាបងឯនោះគេឲ្យហើយកូនប្រសានញ៉ាំគ្នាគិតដូចនេះតែរៀងខ្លួនយូរថ្ងៃទៅតានោះអត់បាយមួយពេលក៏មានមួយពេលក៏មានវេលាប្តីមកពីរោគស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោសប្រពន្ធនាងភរិយាខ្លះដោះសារថាកូនឈឺខ្លះតែខ្លួនពុំនៅជាប់រវល់ទៅជួយញាតិជិតខាងស្រែកតែមេប្រពន្ធវាដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ចំណែកតាពោះម៉ាយអត់បាយគ្មានសម្ពុនអាវឆ្លៀកពាក់ដល់ថ្នាក់ដែរសុំទានគេបរិភោគរងទុកវេទនាពុនពេកនឹងលក់ផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានជ្រកនៃផងកាលនោះមានបុរសម្នាក់នៅកំឡោះមានចិត្តសប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើនផ្ទះនៅភូមិជិតគ្នាដែលមកឃើញតានោះវេទនាបិឆ្នោះមានចិត្តអាណិតក្រៃពេកក៏សាកសួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានគ្រាន់បើឪពុកម្ដាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរម្ដេចក៏ឥឡូវលោកតាវេទនាខ្លាំងម្លេះក្រែងលោកតាមានកូនប្រុសដល់ទៅ4នាក់ដែរឬម្ដេចក៏កូននោះវាមិនមើលបំណាំមិនថែទាំលោកតាសោះក្រែងទ្រព្យរបស់លោកតាមានសល់ទុកដែរឬម្ដេចបាំងជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់តាចាស់ប្រាប់ទៅវិញថាអូណោលោកចៅអើយលះបាំងអីពីដើមតាមានទ្រព្យក្រាន់បើពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចៃឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅគិតថាឲ្យវាចិញ្ចឹមតាវិញឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃើញឯងអស់ទ្រព្យរលីងពីខ្លួនវាអ៊ិតនឹបនារកតាសោះវាតាមតែប្រពន្ធវាទៀងទៅចូលរុនក្តាមក៏វាចូលដែរខ្លួនតាសពថ្ងៃឈឺផងនៅតែម្ញាក់ឯងម៉ងវេទនាជាទីបំផុតដេកសម្រក់ទឹកភ្នែកចោកខ្នើយអស់ទៅហើយបាយព្រឹកជាបាយល្ងាកជួនកាលអប់មួយពេលក៏មានមួយពេលក៏មាននឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ចរាគ្រាន់តែដាស្ទើតែមិនរួចទៅហើយដូចលោកចៃឃឿនស្រាប់តាដេកចាំតែដល់ថៃស្លាប់ទេចៃកំឡោះលន់មាត់ថាយីកូនតាមានចិត្តអាក្រក់ដល់ម្លឹងហោបើអីចឹងលោកតាកុំភ័យមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញលោកតាធ្វើតាមឲ្យលោកតារកពាងមានមាត់តូចល្មមមួយជូរអិចម៉ាយនឹងនោមឲ្យពេញហើយរកកំណាត់សម្ពុតរមមាត់ឲ្យចិត្តជីកប់ក្នុងដីចិត្តជើងសសរទ្រូងផ្ទះហើយបើមានញាក់ណាដើរមកឲ្យលោកតានិយាយប្រាប់គេថាខ្ញុំនៅសល់កំណាត់ប្រាក់មាសមួយពាងកប់ទុកពុំទាន់ចែកឲ្យកូនណានៅឡើយទេចាំមើលកូនណាចិត្តបានដឹងគុណបើខ្ញុំចិត្តស្លាប់ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះលោកតានិយាយប្រាប់មនុស្សដែលជួកំខានក្នុងរវាងប៉ុន្មានផ្កាយខែខាងមុខនេះ
កុំឲ្យលោកតាដើរសុំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាកុំព្រួយតាចាស់ក៏តាំងធឿតាមចែលចិត្តសបុរសទាំងអស់លុះបានប្រហែល5ថ្ងៃសម្ដីតានោះបានដឹងដល់កូនប្រុសនិងកូនប្រសារទាំង8នាក់វាមានចិត្តលោភលន់ចង់បានកំណត់តែរៀងខ្លួនក៏ញ៉ាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំជ័យគ្រប់មុខនិងខោអាវក្រមាមកផ្ងប់ផ្ងន់ជូនតាឲ្យពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាមួយឡើយតាចាស់បានសះជារោគមានសាច់ឈាមស្រស់បោះមានកម្លាំងពលំសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលុតាស្លាប់ហើយកូនក៏ញ៉ាំគ្នាធ្វើបុណ្យអធិកអធមតាមទូនាមរួចស្រេចកូនទាំង4នាក់និងកូនប្រសារគិតញ៉ាំគ្នាកោះពាំងកំណត់ចែកគ្នាប៉ុន្តែក្រែងចែកមិនស្មើភាគញ៉ាំឆ្លក់ប្រកែកគ្នាក៏ទៅរកគ្រូមម្នាក់ឲ្យជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់ឮថាកំណត់មាសប្រាក់ច្រើនដល់ទៅ1ពាំងគាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តថាគាត់ធ្វើយ៉ាងម៉េចឲ្យចំណែកគាត់បានច្រើនជាងកូនចំណែកថងគាត់ក៏ដើររូតរើសមកដល់ផ្ទះកំណត់ភ្លាមតាំងយកភួយធំមួយមករុំជូតក្បាលធំទើងមើងធ្វើឲ្យខោងកំដាលដោយគេទួលជើងឆ្នាំងផ្ងាក៏តាំងអង្គុយពៀនភ្នែនលើដីរៀបលីងថ្មេកភ្នែកសង្រួមស្មារតីឈោមុខត្រង់ទៅទិសខាងកើតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅកោះពាំងកំណត់យកមកពាំងប៉ុន្តែគាត់ហាមថាកុំអាវស្រ័យមាត់ពាំងក្រែងខុសត្រណំចាំគាត់បង្គាប់សិនលុះយកពាំងមកដល់ហើយគាត់ឲ្យកូនទាំង4នាក់ឈរគ្រប់ទិសទាំង4ថ្មេកភ្នែកយកដៃទាំងអស់ចាប់លើកពាំងទ្រស្ទួយលើកបិទទួលលើក្បាលហើយសឹមស្រែកចំណងមាត់ពាំងញ៉ាំគ្នាផ្អៀងមាត់ស្រោចកំណត់មកលើក្បាលគាត់បើកំណត់ជ្រុះទៅទិសណាប៉ុន្មានត្រូវបានតែអ្នកឈរកំណាន់ទិសនោះបើកំណត់ណានៅសល់ទើលើចំណុចក្បាលគាត់ត្រូវបានទីរង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលក់អៀងភរិយាទាំង4នាក់ឈរកាន់កញ្ជ្រៀរៀងខ្លួនចាំកោបក្នុងពេលដែលចែកកំណត់នោះមានអ្នកស្រុកចិត្តខាងទៅចាំមើលផងដែរនិមិត្តតែគេលើងពាំងបិទទួលរួចស្រាយមាត់ពាំងផ្អៀងចាក់ឈូមកទឹកម៉ាំត្រាំលាមកច្រែនខូបហូរឆោស្រោចលើក្បាលលោកគ្រូពេញកំពុងហើយខ្ចាត់បាយខ្សាយទិញទៅគ្រប់ទឹកប្រឡាក់ប្រលួសពាក់ពេញមុខមាត់និងសម្ពុតអាវរហូតដល់នាងប្រពន្ធទាំង4នាក់ទៀតលោកគ្រូបានចំណែកច្រើនគេធំក្លិនខ្មោះថាមន្ត្រីគេឃើញលោកគ្រូស្រមើបាត់មុខមាត់រូបរាងអស់ខំក្រោកឡើងសោះកគ្រោះខ្មាស់អស់ពួកបរិស័ទនៃឈោចាំមើលពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញងឿទៅផ្ទះរៀងខ្លួនទើបលោកគ្រូស្រែកជេរកែសំនួនទោសកូនទាំង4នាក់និងកូនប្រសាថាខ្មោចមេដែងអាចដែងទាំងអស់គ្នាអាមេអំនេះបានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅបានជាកំណាត់មានប្រាក់អន្តរាយคล้ายទៅជាអាចនោមប្រឡាក់ខ្លួនអញអស់ដូច្នេះយីខ្មោចអភេសមេកំភេអស់នេះខូចមែនលោកគ្រូនិងកូនសិស្សញ៉ាំគ្នារត់រហ័សលោតទម្លាក់ខ្លួនទៅក្នុងទន្លេព្រុងខំត្រាំទឹកលៀងបាបអស់មួយម៉ោងម្នាក់រួចញ៉ាំគ្នាឡើងទៅលើផ្ទះរៀងខ្លួនបានសេចក្តីក្តីក្រហាយស្ដាយក្រោយខ្មាស់អស់គេតកូនតចៃ